សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងរៀន phrasal verb ដែលមានប្រយោជន៍ជាមួយនឹងការបញ្ចេញសំឡេងច្បាស់លាស់តោះចាប់ផ្ដើម come over បាទអញ្ចឹងសូមបានចូលរួមនៅក្នុងការអានជាមួយខ្ញុំទាំងអស់គ្នាផងដែរសូមបានអានឲ្យបាន2ដង come over ម្ដងទៀត come over ម្ដងទៀត come over បាទដែលយើងបកជាភាសាខ្មែរយើងគឺមកលេងមកដល់បាទបន្តទៀតគឺ come up បាទ phonetic pronunciation ផងយើងគឺនៅក្នុងនេះ come up បាទដែលយើងបកថាកើតឡើងចូលមកដល់បាទសូមបានចូលរួមអានជាមួយខ្ញុំម្ដងទៀត come up come up come up បាទបន្តទៀតយើងអាន call off បាទ phonetic pronunciation inside របស់យើងអានថា call off call off បាទមួយទៀតយើងអានថា call back call back ដែលយើងបកថាទូរស័ព្ទត្រឡប់ទៅវិញ call up បាទ call up យើងបកថាទូរស័ព្ទទៅ break down បាទ break down យើងបកថាខូចបែកបាក់រំលំបាទពាក្យមួយទៀតគឺ break up បាទ break up ដែលយើងបកថាបែកគ្នាចប់ break into បាទចូលដោយបង្ខំកោះទ្វារបាទយើងអានថា break into បាទអានមួយទៀតគឺ break out បាទ break out យើងបកថាផ្ទុះឡើងរត់គេច break off បាទផ្ដាច់បំបែកឈប់និយាយបាទអញ្ចឹងសូមបាននិយាយពាក្យទាំងនេះម្ដងទៀតដើម្បីជួយឲ្យអ្នកបានចងចាំល្អបាទ come over come up come off come back call up break down